ចាខ្សែទឹកខាងក្រៅប្រគាប្រកាត់ល្អមើលទៀតដែរបងប្អូនជាទីគោរពរាប់អានចៅពេជ្រកុមារបុប្ផាជ្រោយថ្មគឺទទួលបានការឧបត្ថម្ភពីលោកជំទាវលៀងមួយឆេងហ៊ុនណេងចានឹងឯកឧត្តមនេតសវឿនបាទឯកឧត្តមសន្តិបណ្ឌិតនេតសវឿននិងលោកជំទាវអុកញ៉ាអានម៉ារ៉ាឌីអុកញ៉ាឆនថាវីនិងលោកជំទាវប្រគាប្រកាត់គ្នាមែនតានរីឯត្រពាំងវែងសែនជ័យឧបត្ថម្ភដោយឯកឧត្តមនាយឧត្តមសេនីយ៍កតិសិង្ហបណ្ឌិតហ៊ីងប៊ុនហ៊ាននិងលោកជំទាវប៉ែនចានីអីខ្សែទឹកខាងក្នុងទទួលបានរៀបឈ្នះតិចតួចបាទខាងក្រៅបាទខាងក្រៅបាទបាទអញ្ចឹងគឺត្រពាំងវែងសែនជ័យបាទរបស់កណ្ដាលស្ទឹងបាទឈ្នះ149បាទគឺចៅពេជ្រកុមារបុប្ផាជ្រួយថ្មឥឡូវនេះយើងឃើញថាត្រពាំងវែងសែនជ័យដកហើយណាទទួលបានការឧបត្ថម្ភពីឯកឧត្តមកតេសង្ហបណ្ឌិតបាទហ៊ីងមធៀងនិងលោកជំទាវប៉ែនចានីតែមកដកចុងបាទឈ្នះល្អបាទត្រពាំងវែងទទួលបានជ័យជំនះទៅលើចៅពេជ្រកុមារបុប្ផាជ្រួយថ្មកំពង់សែនជ័យកំពង់ចាមទទួលបានការឧបត្ថម្ភពីសម្ដេចតេជោនិងសម្ដេចកតេព្រឹទ្ធបណ្ឌិតចំណែកឯចៅពេជ្រកុមារបុប្ផាជ្រួយថ្មបាទទូកនេះក៏នៅកំពង់ចាមដូចគ្នាដែរបាទទទួលបានការឧបត្ថម្ភពីលោកជំទាវលៀងវុឆេងហ៊ុនណេងនិងឯកឧត្តមបាទនេតសាវឿននិងលោកជំទាវអ្នកញ៉ាអាម៉ាឌីបាទឆនថាវីនិងលោកជំទាវខ្សែទឹកខាងក្រៅចៅពេជ្រកុមារបុប្ផាជ្រោយថ្មចាបានទទួលជ័យជំនះក្នុងជើងទី1ទៅលើព្រះអណ្ដូងសែនជ័យបាទគូជាបន្តចាគូជាបន្តព្រះអណ្ដូងសែនជ័យចាជាមួយនឹងចៅពេជ្រកុមារមកបុប្ផាជ្រោយថ្មចាគូលេខ149ត្រូវហើយបាទខ្សែទឹកខាងក្នុងការប្រជើងទី1ទទួលបានជ័យជំនះបាទឥឡូវជើងទី2ក៏ល្អដែរបាទលឿនណាស់ណាមកដល់មុខនឹងពលាជ័យល្បីល្បាញណាចៅពេជ្រកុមារបុប្ផាជ្រោយថ្មនេះឧបត្ថម្ភដោយលោកជំទាវលៀងវុយឆេងហ៊ុនណេងនិងឯកឧត្តមចាសន្តិបណ្ឌិតនេតសាវឿននិងលោកជំទាវអ្នកអុកញ៉ាអានម៉ាល់ឌីអុកញ៉ាឆនថាវីនិងលោកជំទាវបាទហើយឈ្នះទៅលើបាទ91ទុកទី91បងប្អូនសូមត្រឡប់ទី91វិញអូអ្នកអញ្ជើញបាទស្រ័យពីជ័យធិបតីតេជោបាទគ្រូចៅអធិការបាទផាត់សុកនឹមបាទប៉ាត់សុកនឹមបាទហើយតែទៅខាងក្រៅខ្លាំងណាស់ទូកនេះបាទចៅពេជ្រកុមារបុប្ផាជ្រួយថ្មអូយបាទល្អណាស់ទូកនេះល្អណាស់មកពីខាងវត្តបាទសុខសិដ្ឋារាមបាទស្ថានបង្កប់បាទបង្កប់កំចាមបាទឥឡូវយើងឃើញហើយបាទចៅពេជ្រកុមារបុប្ផាជ្រួយថ្មបាទទទួលបានជ័យជំនះហើយបាទគឺទទួលបានការពីឧបត្ថម្ភពីលោកជំទាវលៀងវុឆេងហ៊ុនណេងនិងឯកឧត្តមនេតសាវឿននិងលោកជំទាវអ្នកអុកញ៉ាអានម៉ារ៉ាឌីបាទហើយនឹងឆនថាវីនិងលោកជំទាវចារបស់ឯកឧត្តមប្រាក់សុភ័ណ្ឌមកពីខាងសៀមរាបជាមួយនឹងមហាក្រុតរបស់សម្ដេចតេជោនិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនបាញ់មិញនឹងខ្ញុំសូមធ្វើការកែតម្រូវទូកគូទី83បាញ់មិញចានេះខ្ញុំសូមធ្វើការកែតម្រូវជាថ្មីម្ដងទៀតទូកដែលមកដល់ទីអំបញ្ញមិញចាហើយទទួលព្រៀបឈ្នះហ្នឹងគឺខ្សែទៅខាងក្រៅគឺជាទូកគូទី83ទេពីជ័យសេនាខេមរាមានជ័យបារមីអង្គរមកពីសៀមរាបដែលឧបត្ថម្ភដោយឯកឧត្តមប្រាក់សុភ័ណ្ឌចាបានទទួលជ័យជំនះជាលើកទី2ទៅលើមហាក្រុតចាខ្សែទឹកខាងក្នុងបាទឥឡូវនេះទូកកំពុងតែធ្វើដំណើរមកទៀតហើយបាទសម្រាប់ទូកគូពិសេសបាទខ្សែទឹកខាងបាទ295បាទទូក91បាទសារាយពីជ័យធិបតីតេជោខ្សែទឹកខាងក្រៅចំណែកឯខ្សែទឹកខាងក្នុងបាទគឺចៅពេជ្រកុមារបុប្ផាជ្រួយថ្មចាសូមអភ័យទោសមុននេះនាងខ្ញុំមិនទាន់ទទួលបាននៅព័ត៌មានច្បាស់លាស់ហើយជម្រាបជូនចាជាហោហែហើយអំពីប្រវត្តិចៅពេជ្រកុមារបុប្ផាជ្រួយថ្មក៏ដូចជាសារាយពីជ័យធិបតីតេជោដែលឥឡូវនេះព័ត៌មានគឺច្បាស់ហើយថាទូកនេះគឺជាទូកគូទី91ពិតប្រាកដចាពិតប្រាកដទោះបីជាទើបតែឆ្លងផុតចាពីកន្លែងចេញដំណើរបានបន្តិចតែមិនទាន់បាន1000ម៉ែត្រទេចាមកទន្ទឹមនឹងកងព័ន្ធទី1ទើបបាន1000ម៉ែត្រចា1000ម៉ែត្រដោយសារតែទីបណ្ដាំរបស់យើងនោះមានចម្ងាយដល់ទៅ1700ម៉ែត្រឯណោះបាទហើយយើងឃើញថាសម្រាប់ខ្សែទៅខាងក្រៅក៏កំពុងតែមកមុខបន្តិចបន្តួចពីគូប្រកួតរបស់ខ្លួនបាទប៉ុន្តែយ៉ាងណាក៏ដោយគឺយើងអាចនិយាយបានថាបដាមអសងគ្នាបាទសម្រាប់
ចាឥឡូវនៅចំណុចត្រង់ឆ្ងាយនៅឡើយចឹងអាចប្រែប្រួលពីលក្ខណៈបច្ចេកទេសនៃការអុំចាបើសិនជាមកចាប់ទន្ទឹងនឹងកងពាន់ទី2នេះទោះបីជាដកបន្តិចក៏ដោយអាចទៅថាចាមិនប្រកាសដែរតទៅដល់ទីតែម្ដងទើបប្រកាសបាទអញ្ចឹងសូមបញ្ជាក់ជាថ្មីបាទខ្សែទឹកខាងក្រៅសារាយពីជ័យធ្វើម្ដីដេជោបាទរបស់ខេត្តកណ្ដាលបាទទទួលបានការឧបត្ថម្ភពីព្រះគូខុសសច្ចារៈខតោបាទផាន់សុកនីមបាទចំណែកឯខ្សែទឹកខាងក្នុងចៅពេជ្រកុមារបុប្ផាជ្រោយថ្មបាទទទួលបានការឧបត្ថម្ភពីលោកជំទាវលៀងវុជឆេងបាទហ៊ុនណេងនិងអាដាមនេសាវឿនបាទនិងលោកជំទាវអ្នកអង្គញាអានម៉ាឌីបាទអង្គញាថនថាវីនិងលោកជំទាវបាទចាខ្សែទឹកខាងក្នុងហើយហាក់ដូចជាដកបន្តិចហើយចៅពេជ្រកុមារបុប្ផាជ្រោយថ្មមកពីវត្តសុតថារាមបាទចាសទស្សនារាមបឹងកុកកំពង់ចាមចាទូកនេះមានគេឈ្មោះបោះសម្លេងណាហើយបងប្អូនយើងដែលនៅខាងបឹងកុកណាកំពុងតែតាមដានទេសនាព្រោះថាទូកខេត្តកំពង់ចាមមួយនេះចៅពេជ្រកុមារបុប្ផាជ្រោយថ្មហ្នឹងគឺមិនដែលថយដៃទេប្រជាប្រិយភាពមិនដែលថមថយទេនៅតែមានការគ្រប់គ្រងពីបងប្អូនអ្នកយើងនិយាយដោយសាមញ្ញគឺបងប្អូនអ្នកលេងទូកការអ្នកលេងទូកអ្នកបានន័យថាគាត់និយមគ្រប់គ្រងចាកីឡាទូកប្រពៃណីនេះតែម្ដងបាទអញ្ចឹងយើងឃើញថាប្រដាំប្រសងគ្នាទេបាទសម្រាប់ខ្សែទឹកខាងក្រៅក៏ដូចជាខ្សែទឹកខាងក្នុងហើយចាខ្សែទឹកខាងក្នុងបាទកំពុងតែអាចប្រដាំប្រសងគ្នាប៉ុន្តែសណ្ដក់បន្តិចបន្តួចតែប៉ុណ្ណោះបាទសម្រាប់ឥឡូវនេះខ្សែទឹកខាងក្នុងកំពុងតែចាប់ដើមហើយចាប់ដើមហើយចៅពេជ្រកុមារបុប្ផាជ្រោយថ្មចាប់ដើមដល់ហើយបងប្អូនឥឡូវចិត្តដល់កងភ័ណ្ឌទី2បាទឃើញថាចិត្តដល់កងភ័ណ្ឌទី2នេះគឺខ្សែទឹកខាងក្នុងបង្កើនល្បឿនរបស់ខ្លួនបាទចាកន្លែងនេះស្រាប់កន្លែងយកជ័យហើយកន្លែងហ្នឹងចឹងត្រូវតែធ្វើយ៉ាងណាបាទគឺបង្កើនកម្លាំងរបស់ខ្លួនបន្ថែមទៀតធ្វើយ៉ាងណាឲ្យព្រមគ្នាបាទនៅក្នុងទូកទាំងអស់នេះបើសិនជាចំណុះទូកណាមួយគាត់មិនអមប្រកាសជាបាទប្រកាសជាមិនអាចទទួលបានលទ្ធផលល្អទេព្រោះថាកីឡារួមបានន័យថាចំណុះទូកច្រើនបែបនេះត្រូវតែមានស្មារតីជាក្រុមបើសិនជាក្នុងចំណោម70នាក់10នាក់លើកចង្វាឡើង60នាក់ទៀតដាក់ចង្វាចុះទូកគឺมันទទួលបានលទ្ធផលល្អទេឥឡូវនេះលទ្ធផលល្អគឺចៅពេជ្រកុមារបុប្ផាជ្រោយថ្មបាទសម្រាប់គូជា